ស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំប្រវត្តិលំអិតរបស់លោកស្រីផែថងឋានស៊ីនវត្រាលោកស្រីផែថងឋានស៊ីនវត្រាត្រូវបានគេស្គាល់ជាទូទៅថាអ៊ីងអ៊ីងគឺជាអក្សរជននយោបាយនិងជាអ្នកជំនួញស្រីដ៏មានឥទ្ធិពលម្នាក់របស់ប្រទេសថៃលោកស្រីបច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃទី31និងជាប្រធានគណៈបកភើថៃដែលជាគណៈបកនយោបាយដ៏ធំមួយនៅក្នុងប្រទេសជីវិតដំបូងនិងការសិក្សារបស់លោកស្រីផែថងឋានស៊ីនវត្រាបានចាប់កំណើតនៅថ្ងៃទី21ខែសីហាឆ្នាំ1986នៅទីក្រុងបាងកកប្រទេសថៃលោកស្រីគឺជាកូនពៅនៅក្នុងចំណោមបងប្អូន3នាក់របស់អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីនវត្រានិងភរិយាលោកស្រីភូចាម៉ានណាប៉ុមភេត្រាលើពីនេះលោកស្រីក៏ជាក្មួយស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាស៊ីនវត្រាផងដែរការសិក្សារបស់លោកស្រីបានចាប់ផ្ដើមនៅសាលា Saint Joseph Convent បន្ទាប់មកនៅសាលា Mater Dei College សម្រាប់កម្រិតមធ្យមសិក្សាក្រោយមកលោកស្រីបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Chulalongkorn ដែលជាសាកលវិទ្យាល័យល្បីឈ្មោះមួយក្នុងប្រទេសថៃផ្នែកវិទ្យាសាស្ត្រនយោបាយជំនាញសង្គមវិទ្យានិងនរោវិទ្យាបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកំណើតលោកស្រីបានបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Surrey University of Surrey ចក្រភពអង់គ្លេសក្នុងជំនាញគ្រប់គ្រងសន្តាគារអន្តរជាតិ MSc International Hotel Management អាជីពធុរកិច្ចមុនការធ្លាប់ប្រឡូកជាឆាងនយោបាយលោកស្រីផែថាងឋានបានកសាងអាជីពមួយដ៏រឹងមាំនៅក្នុងវិស័យធុរកិច្ចលោកស្រីបានកាន់តំណែងសំខាន់ជាច្រើនរួមមានប្រធាននាយកប្រតិបត្តិនៃក្រុមអាជីវកម្មសន្តាគារនិងវាយកូនគោរបស់ក្រុមហ៊ុន Render Development ក្រុមហ៊ុននេះបានគ្រប់គ្រងទ្រព្យសម្បត្តិល្បីៗដូចជាសន្តាគារ Thames Valley ខោយ៉ៃនិង Alpine Golf Course ម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុន SC Asset ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយរបស់គ្រួសារស៊ីនវត្រាតាមរយៈទូនាទីទាំងនេះលោកស្រីបានបង្ហាញពីសមត្ថភាពផ្នែកគ្រប់គ្រងនិងធុរកិច្ចរបស់លោកស្រីមុនពេលឈានចូលដល់អាជីពនយោបាយរបស់លោកស្រីផែថងឋានបានចាប់ផ្ដើមនៅឆ្នាំ2022ដែលជាចំណុចរបត់មួយក្នុងជីវិតរបស់លោកស្រីបានតែងតាំងជាប្រធានក្រុមទីប្រឹក្សាស្ដីពីការចូលរួមនិងនវានុវត្តន៍នៃគណៈបកភើថៃបន្តមកលោកស្រីក៏បានតែងតាំងជាប្រធានគ្រួសារភើថៃ Head of Pheu Thai Family ដែលជាទូនាទីយុទ្ធសាស្ត្រមួយក្នុងការជំរុញសកម្មភាពគណៈបកនិងពង្រឹងមូលដ្ឋានគាំទ្រនៅខែឧឡាខាត់នៃឆ្នាំ2023លោកស្រីបានទទួលតំណែងជាប្រធានគណៈបកភើថៃធ្វើឲ្យលោកស្រីក្លាយទៅជានារីទី1ដែលកាន់តំណែងនេះនិងជាប្រធានគណៈបកទី8របស់ភើថៃការឡើងកាន់តំណែងនេះបានបង្ហាញពីការជឿទុកចិត្តរបស់គណៈបកលើសមត្ថភាពនិងប្រជាប្រិយភាពរបស់លោកស្រីក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងគណៈកម្មាធិការជាច្រើនរួមមានជាអនុប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រធម្មពលអនអាតនិងជាប្រធានគណៈកម្មាធិការអភិវឌ្ឍធម្មពលអនអាតចំណុចកំពូលនៃអាជីពនយោបាយរបស់លោកស្រីបានមកដល់នៅថ្ងៃទី16ខែសីហាឆ្នាំ2024ពេលដែលសភាតំណាងរាស្ត្រថៃបានបោះឆ្នោតជ្រើសរើសលោកស្រីជានាយករដ្ឋមន្ត្រីថៃទី31តាមរយៈការបោះឆ្នោតនេះលោកស្រីផែថងឋានបានក្លាយទៅជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតនៅប្រវត្តិសាស្ត្រថៃដែលមានអាយុត្រឹមតែ37ឆ្នាំប៉ុណ្ណោះលោកស្រីផែថងឋានស៊ីនវត្រាត្រូវបានគេមើលឃើញថាជាអិសរជនដ៏សំខាន់ម្នាក់ក្នុងការបន្តអធិបតេយ្យនយោបាយនៃត្រកូលស៊ីនវត្រានិងជាក្តីសង្ឃឹមថ្មីមួយសម្រាប់ប្រទេសថៃអរគុណសម្រាប់ការទស្សនាសូមចុច Like Subscribe បើកសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតបាយបាយ